យប្រមានខេត្តចំនួន40ឲ្យប្រុងប្រយ័ត្នភ្លៀងធ្លាក់ខ្លាំងនិងព្យុះផ្គររន្ទះអាជ្ញាធរឧតុនិយមថៃបានចេញសេចក្តីព្រមានឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តចំនួន40ទូទាំងប្រទេសប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ខ្លាំងព្យុះផ្គររន្ទះនិងខ្យល់កន្ត្រាក់ដែលអាចកើតមានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខដោយសារឥទ្ធិពលខ្យល់មូសុងនិរដីកំពុងមានកម្លាំងខ្លាំងគ្របដណ្ដប់លើសមុទ្រអាន់ដាម៉ាន់ប្រទេសថៃនិងឈូងសមុទ្រថៃយោងតាមការព្យាករណ៍អាកាសធាតុតំបន់ភាគខាងជើងភាគឦសានភាគកណ្ដាលរួមទាំងទីក្រុងបាងកកនិងតំបន់ជុំវិញនឹងមានភ្លៀងធ្លាក់រាយប៉ាយពី 60% ទៅ 80% នៃផ្ទៃដីខណៈខេត្តមួយចំនួនអាចប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងដល់ខ្លាំងបំផុតដែលបង្កហានិភ័យទឹកជំនន់ភ្លាមៗនិងទឹកហូរច្រោះពីតំបន់ភ្នំមន្ត្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅតំបន់ទំនាបជាប់ដងទន្លេនិងតំបន់ជម្រាលភ្នំបង្កើនការប្រុងប្រយ័ត្នជាពិសេសដោយតាមដានព័ត៌មានអាកាសធាតុជាបន្តបន្ទាប់និងត្រៀមខ្លួនចំពោះស្ថានភាពគ្រោះធម្មជាតិដែលអាចកើតឡើងដោយមិនបានរំពឹងទុកនៅក្នុងទីក្រុងបាងកកនិងបរិវេណជុំវិញអាជ្ញាធរបានព្រមានថាភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលខ្លីអាចបណ្ដាលឲ្យមានការជន់លិចនៅតាមដងផ្លូវសំខាន់ៗនិងតំបន់ដែលមានប្រព័ន្ធបង្ហូរទឹកមិនគ្រប់គ្រាន់ប្រជាពលរដ្ឋត្រូវបានណែនាំឲ្យរៀបចំផែនការធ្វើដំណើរជាមុននិងជៀសវាងតំបន់ដែលធ្លាប់រងការជន់លិចជាញឹកញាប់ជាមួយគ្នានេះដែរនាវានេសាទនិងអ្នកធ្វើដំណើរតាមសមុទ្រត្រូវបានណែនាំឲ្យប្រុងប្រយ័ត្នខ្ពស់ដោយសាររលកសមុទ្រនៅសមុទ្រអាន់ដាម៉ាន់និងឈូងសមុទ្រថៃអាចមានកម្ពស់ខ្ពស់ជាងធម្មតាជាពិសេសនៅតំបន់ដែលមានព្យុះផ្គររន្ទះអាជ្ញាធរបានស្នើឲ្យនាវាតូចៗជៀសវាងការចេញទៅសមុទ្រក្នុងអំឡុងពេលអាកាសធាតុអាក្រក់ការព្រមាននេះធ្វើឡើងស្របពេលដែលប្រទេសថៃកំពុងស្ថិតក្នុងរដូវវស្សាហើយភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅតាមតំបន់ជាច្រើនបានបង្កឲ្យមានការព្រួយបារម្ភអំពីហានិភ័យទឹកជំនន់និងការខូចខាតដល់ដំណាំកសិកម្មហេដ្ឋារចនាសម្ព័ន្ធនិងការរស់នៅរបស់ប្រជាពលរដ្ឋអាជ្ញាធរថៃបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់តាមដានសេចក្តីជូនដំណឹងផ្លូវការពីនាយកដ្ឋានឧតុនិយមនិងអាជ្ញាធរមូលដ្ឋានយ៉ាងជិតស្និទ្ធដើម្បីធានាសុវត្ថិភាពនិងត្រៀមខ្លួនទប់ទល់នឹងស្ថានភាពអាកាសធាតុអាក្រក់ដែលអាចបន្តកើតមានក្នុងប៉ុន្មានថ្ងៃខាងមុខអាជ្ញាធររដ្ឋបាលទីក្រុងបាងកក BMA បានពន្យល់ថាបញ្ហាទឹកជំនន់និងទឹកជន់លិចនៅតាមតំបន់ជាច្រើនក្នុងទីក្រុងបាងកកនាពេលថ្មីៗនេះគឺបណ្ដាលមកពីកត្តាសំខាន់ៗជាច្រើនរួមមានស្ថានភាពភូមិសាស្ត្រដែលមានដីទាបបរិមាណទឹកភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលខ្លីនិងប្រព័ន្ធលូបង្ហូរទឹកដែលត្រូវបានស្ទះដោយសម្រាមយោងតាម BMA ទីក្រុងបាងកកមានលក្ខណៈភូមិសាស្ត្រស្ថិតនៅតំបន់ទំនាបជិតមាត់សមុទ្រដែលធ្វើឲ្យការបង្ហូរទឹកចេញទៅកាន់ទន្លេនិងសមុទ្រមានការលំបាកជាងតំបន់ដទៃនៅពេលមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលខ្លីបរិមាណទឹកអាចកើនឡើងលើសសមត្ថភាពនៃប្រព័ន្ធលូនិងស្ថានីយបូមទឹកដែលមានស្រាប់អាជ្ញាធរបានបន្ថែមថាភ្លៀងធ្លាក់ជាបន្តបន្ទាប់ដោយឥទ្ធិពលខ្យល់មូសុងបាននាំឲ្យតំបន់ជាច្រើនក្នុងបាងកកទទួលរងទឹកជន់លិចជាពិសេសតាមផ្លូវសំខាន់ៗតំបន់លំនៅឋាននិងតំបន់ពាណិជ្ជកម្មនៅកន្លែងខ្លះកម្រិតទឹកបានកើនឡើងយ៉ាងឆាប់រហ័សបង្កឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋមានការរំខាននិងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងកត្តាមួយទៀតដែលធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរគឺសម្រាមដែលត្រូវបានបោះចោលក្នុងប្រឡាយនិងប្រព័ន្ធលូសម្រាមទាំងនេះបានស្ទះផ្លូវទឹកបណ្ដាលឲ្យទឹកមិនអាចហូរចេញបានលឿននិងកកស្ទះនៅតាមផ្លូវនានាមន្ត្រី BMA បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យចូលរួមថែរក្សាបរិស្ថាននិងជៀសវាងការបោះសម្រាមចូលក្នុងលូទឹកនិងប្រឡាយបច្ចុប្បន្ន BMA កំពុងបង្កើនការងារសម្អាតលូបើកដំណើរការស្ថានីយបូមទឹក24ម៉ោងនិងតាមដានស្ថានភាពអាកាសធាតុយ៉ាងជិតស្និទ្ធដើម្បីកាត់បន្ថយផលប៉ះពាល់ពីទឹកជំនន់អាជ្ញាធរក៏បានត្រៀមក្រុមការងារបន្ទាន់និងឧបករណ៍ជួយសង្គ្រោះនៅតាមតំបន់ប្រឈមហានិភ័យផងដែរអ្នកជំនាញអាកាសធាតុបានព្រមានថាភ្លៀងធ្លាក់ខ្លាំងអាចនៅតែបន្តក្នុងសប្តាហ៍នេះដោយសារឥទ្ធិពលខ្យល់មូសុងនិងប្រព័ន្ធអាកាសធាតុសកម្មនៅលើសមុទ្រអាន់ដាម៉ាន់និងឈូងសមុទ្រថៃប្រជាពលរដ្ឋត្រូវបានណែនាំឲ្យតាមដានព័ត៌មានអាកាសធាតុជាប្រចាំនិងប្រុងប្រយ័ត្នចំពោះទឹកជំនន់ភ្លាមៗនៅតំបន់ទាបនិងតំបន់ដែលធ្លាប់រងការជន់លិចជាញឹកញាប់ទោះបីជាអាជ្ញាធរបានបន្តអភិវឌ្ឍប្រព័ន្ធការពារទឹកជំនន់និងបង្កើនសមត្ថភាពបង្ហូរទឹកក៏ដោយបញ្ហាទឹកជន់លិចនៅបាងកកនៅតែជាបញ្ហាប្រឈមធំមួយដោយសារការប្រែប្រួលអាកាសធាតុភ្លៀងធ្លាក់កាន់តែខ្លាំងនិងការកើនឡើងនៃចំនួនប្រជាជនក្នុងទីក្រុង